តាមសម្ដីរបស់អតីតភ្នាក់ងារចារកម្មអាមេរិកដែលធ្លាប់ធ្វើកិច្ចការស៊ើបអង្កេតពីអក្រិតកម្មចិនបាននិយាយថាឈិនជឺគឺមិនមែនគ្រាន់តែជាមហាចៅ scammer ទេឈិនជឺនេះគឺជាមនុស្សតំណាងឲ្យមូលធនហិរញ្ញវត្ថុរបស់អង្គការសម្ងាត់ចិនដែល Prince Group ប្រើប្រព័ន្ធមុខរបររបស់ខ្លួនចែកចាយលុយកាក់ពណ៌ខ្មៅពណ៌ប្រផេះទៅឲ្យបណ្ដាញចារកិច្ចចិនក្នុងពិភពលោកទាំងមូលតាមរយៈជនជាតិចិនដែលជាសមាជិកពួកចិនដើម្បីលទ្ធិប្រជាធិបតេយ្យដែលបានរត់ពីស្រុកចិនមករស់នៅកាណាដាតាំងពីឆ្នាំ89បាននិយាយថាឈិនជឺនេះជាក្មួយប្រុសរបស់កម្មាភិបាលដែលជាលេខាបកចិនប្រចាំគួនតុនលេខាបកប្រចាំទីក្រុងខ្វាងតុងឈ្មោះហួងគុនមិនលោកហួងគុនមិនដែលជាលេខាគណៈកម្មាធិការបដិវត្តចិនខ្វាងតុងគឺជាមនុស្សចំណិតរបស់លោកស្រីស៊ីឆៅឆៅលោកស្រីស៊ីឆៅឆៅជាបងប្រុសជាបងស្រីឬក៏ជាបងស្រីរបស់ប្រធានស៊ីជីនពីនឈិនជឺនេះជាក្មួយបង្កើតរបស់កម្មាភិបាលលេខាបកខ្វាងតុងឈ្មោះហួងគុនមិនហួងគុនមិននេះជាអ្នកចំណិតរបស់លោកស្រីស៊ីឆៅឆៅតាមរបាយការណ៍គេឲ្យដឹងថាក្រុមហ៊ុន Prince Group នេះក៏មានចំណែកចាត់ចែងសម្បត្តិមហាសាលរបស់បងស្រីឬក៏ជាប្អូនស្រីរបស់លោកប្រធានស៊ីជីនពីងឈ្មោះស៊ីឆៅឆៅនឹងដែរនៅពេលដែលសហរដ្ឋអាមេរិកបោះជំហានទៅបង្កកទ្រព្យចំនួន $15,000 លាននេះអ្នកវិភាគបាននិយាយថាយ៉ាងហោចណាស់ក៏ 25% នៃសម្បត្តិមហាសាលរបស់បងស្រីឬប្អូនស្រីរបស់លោកប្រធានស៊ីជីនពីងឈ្មោះស៊ីឆៅឆៅ 25% ក៏ត្រូវបាត់ដែរមានមតិសង្ស័យថាអាមេរិកវាយចំសម្បុកលុយរបស់ប្រធានស៊ីនៅពេលប្រធានស៊ីគាត់ជាមនុស្សជាប្រធានបកចិនមុខស្អាតដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងជួរបកកងទ័ពនិងរដ្ឋចិនបងស្រីឬប្អូនស្រីរបស់គាត់ស៊ីឆៅឆៅមានប្រាក់រាប់ពាន់លានដុល្លារត្រូវបានបណ្ដាញអក្រិតកម្មខ្មៅដូចជា Prince Group នេះចាត់ចែងឲ្យអានេះតាមតែគេនិយាយទេមិនខ្ញុំខ្ញុំមិនដឹងទេណាមួយទៀតមុនដែលមនុស្សអាយុ38ឆ្នាំឈ្មោះឈិនជឺនេះបានមកនៅប្រទេសកម្ពុជាហើយបើក Prince Group នៅទីនោះក្មេងម្នាក់នេះធ្លាប់ធ្វើការនៅក្នុងសន្តិសុខជាតិចិនគេគិតថាឈិនជឺនេះមិនមែនជាអ្នករកស៊ីទេគឺជាបណ្ដាញចារកិច្ចរបស់បកកុម្មុយនីសចិនតែម្ដងហ្នឹងអញ្ចឹងឆ្លើយតបទៅនឹងរឿងថាស៊ីជីនពីងចង់ចាប់ឈិនជឺនេះយកទៅស្រុកចិនហើយលោកហ៊ុនសែនប្រងើយកន្តើយមិនចាប់ឈិនជឺហ្នឹងខ្ញុំមិនដឹងថាពិតឬមិនពិតទេតែមតិដែលគេផ្សាយនោះគេថាវាមិនមែនមកពីឈិនជឺហ្នឹងប្រព្រឹត្តអក្រិតកម្មខុសច្បាប់ទេគឺដល់ពេលដល់វេលាគេត្រូវហៅឈិនជឺចូលស្រុកវិញមុនអាមេរិកទម្លាយសម្បុកទ្រព្យសម្បត្តិពណ៌ខ្មៅរបស់ស៊ីជីនពីងតែចៃដន្យអីអាមេរិកវាវាយលឿនជាងក៏ឥឡូវនេះគេមិនដឹងថាឈិនជឺហ្នឹងនៅទីណាទេអ្វីដែលគេត្រូវការចាប់អារម្មណ៍ជាងគេគឺនៅពេលដែលកម្ពុជាក្លាយទៅជាមុខព្រួញនៃការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកលើចោទប្រកាន់និងអក្រិតកម្ម scammer តំណែងបញ្ចេញមកតាក់ទងអំពីការដែលកម្ពុជាយកមាសទៅតម្កល់នៅជាមួយក្រុមហ៊ុន Shanghai Gold Exchange ណាអញ្ចឹងធនាគារខ្មែរយ៉ាងតិចមួយកំពុងតែនៅក្រោមកែវឆ្លុះរបស់សហរដ្ឋអាមេរិកកំពុងតែនៅក្រោមកែវឆ្លុះរបស់សហរដ្ឋអាមេរិកព័ត៌មានបន្ថែមទៀតថាអ្នកស៊ើបអង្កេតបានឲ្យព័ត៌មានទៅកូរ៉េខាងត្បូងនិងជប៉ុនឲ្យប្រុងជើងការឲ្យហើយថាធនាគាររបស់ជប៉ុននិងធនាគាររបស់កូរ៉េខាងត្បូងនៅប្រទេសកម្ពុជាបច្ចាស់មែនទែនកុំឲ្យពាក់ព័ន្ធជាមួយហើយជួយសហប្រតិបត្តិការតាមដានចរាចរណ៍នៃលុយពណ៌ប្រផេះឬពណ៌ខ្មៅដែលតាក់ទងនឹងប្រព័ន្ធធនាគារលោករីនៅកម្ពុជានឹងគឺជាការដែលគេនិយាយតាក់ទងនឹងអ្វីជុំវិញ Prince Group ហើយនឹងមនុស្សឈ្មោះឈិនជឺហ្នឹង